មុនពេលយើងចាប់ផ្ដើមកុំភ្លេចដាក់តាមដាននិងដាក់សញ្ញាចិត្តសេរីរបស់យើងចាប់ផ្ដើមដោយក្មេងប្រុសរីយ៉ូដែលកំពុងដើរហើយបានជួបក្មេងស្រីម្នាក់កំពុងយំគាត់បានឃើញថានាងកំពុងអានប្រឡោមលោករ៉ូមេអូនិងជូលីអេតនៅពេលនោះរីយ៉ូបានប្រគល់ខ្សែសង្វាក់ដែលមានសោជាប់នឹងវាឲ្យនាងជាអំណោយគាត់បានបង្ហាញឲ្យដឹងថាគាត់នឹងរក្សាសោពីខ្សែសង្វាក់នោះរហូតទាល់តែពួកគេបានជួបគ្នាម្ដងទៀតបន្ទាប់ពីរីយ៉ូប្រាប់នាងថាគាត់នឹងរៀបការជាមួយនាងប្រសិនបើពួកគេជួបគ្នាជាលើកទី2ក្មេងស្រីនោះយូគីបានយល់ព្រមតាមអ្វីដែលគាត់និយាយពួកគេមិនស្គាល់គ្នាទេបន្ទាប់ពីឆ្លងកាត់ច្រើនឆ្នាំយើងឃើញរីយ៉ូទៅសាលារៀនហើយជួបប្រទះក្រុមគ្រប់ជនពារីយ៉ូមានការរំខានដោយសាររឿងដែលបានកើតឡើងហើយសូមឲ្យពួកគេកុំរំខានគាត់មេដឹកនាំបានឲ្យយើងដឹងថារីយ៉ូចង់រស់នៅជីវិតធម្មតាហើយមិនចូលចិត្តក្រុមគ្រប់ជនពាទេពេលនោះគាត់បានរកឃើញថាឪពុករបស់គាត់បានក្លាយជាមេដឹកនាំហើយប្រាប់គាត់ថាកុំឲ្យយឺតពេលក្រោយចេញពីសាលារៀនគាត់ធ្វើឲ្យគេដឹងថាគាត់ចង់និយាយជាមួយគាត់អំពីរឿងសំខាន់មួយបន្ទាប់ពីរីយ៉ូទៅសាលារៀនហើយត្រូវបានរំខានដោយសមាជិកក្រុមគ្រប់ជនពាដែលការពារគាត់បានដឹងពីពួកគេនៅពេលនោះថាមានក្រុមផ្សេងទៀតដែលស្អប់ពួកគេហើយថាពួកគេត្រូវតែដើរតាមគាត់បន្ទាប់មករីយ៉ូចាប់ផ្ដើមរត់និងចូលទៅក្នុងសាលារៀននៅពេលនោះសិស្សម្នាក់បានបង្ហាញខ្លួនប៉ុន្តែគាត់មានការភ្ញាក់ផ្អើលនឹងនាងហើយនាងក៏បានបុកគាត់បន្ទាប់ពីសិស្សនោះប្រាប់គាត់ថានាងបានដឹងពីគាត់ហើយនាងក៏ដើរចេញទៅបន្ទាប់មករីយ៉ូក៏សម្គាល់ឃើញថាគាត់កំពុងអង្គុយលើខ្សែសង្វាក់ដែលមានសោហើយគាត់នៅតែបន្តស្វែងរកវានៅពេលនោះមិត្តរួមថ្នាក់របស់គាត់យូគីបានបង្ហាញខ្លួននិងប្រគល់ឲ្យគាត់នៅខ្សែសង្វាក់នោះរីយ៉ូឃើញថានាងស្រស់ស្អាតហើយប្រាថ្នាចង់ឲ្យនាងជាក្មេងស្រីដែលគាត់បានផ្ដល់ឲ្យគន្លឹះសោរបស់គាត់កាលពីនៅក្មេងមួយសន្ទុះក្រោយមកយើងឃើញគ្រូបង្រៀនចាប់ផ្ដើមនិយាយទៅកាន់សិស្សានុសិស្សនិងប្រាប់ពួកគេថាមានសិស្សថ្មីម្នាក់បានផ្ទេរមកកាន់សាលារៀនបន្ទាប់ពីសិស្សនោះចាប់ផ្ដើមណែនាំខ្លួននិងនិយាយថាឈ្មោះអាគីនៅពេលទី2នោះនាងចាប់ផ្ដើមពន្យល់ពីអ្វីដែលបានកើតឡើងនិងប្រាប់គាត់ថានាងបានព្រមានគាត់ប៉ុន្តែបែរជាឃើញគាត់ខឹងហើយវាគាត់ម្ដងទៀតបន្ទាប់ពីថ្ងៃដ៏អាក្រក់នោះបានបញ្ចប់ហើយរ៉ូមត្រឡប់មកផ្ទះវិញឪពុករបស់គាត់ប្រាប់ពួកគេឲ្យដឹងថាមានក្រុមម៉ាហ្វីយ៉ាធំមួយចង់កម្ចាត់ពួកគេចោលពួកគេក៏បានដឹងអំពីបទឈប់បាញ់ជាមួយមេដឹកនាំនៃក្រុមទី2ដើម្បីបញ្ឈប់សង្គ្រាមរវាងសមាជិកនៃក្រុមទាំងពីរវាត្រូវបានទាមទារថារ៉ូមត្រូវមានទំនាក់ទំនងคล้ายៗជាមួយកូនស្រីរបស់មេដឹកនាំក្រុមទី2នៅពេលសង្កេតឃើញលើកទី2រ៉ូមបានបដិសេធនិងមិនយល់ព្រមទេប៉ុន្តែបន្ទាប់មកគាត់ចាប់ផ្ដើមស្រមើស្រមៃអំពីសង្គ្រាមដែលនឹងកើតឡើងគាត់ត្រូវបានគេនាំទៅជាមួយពួកគេដើម្បីជួបកូនស្រីរបស់មេដឹកនាំក្រុមម៉ាហ្វីយ៉ានៅពេលនោះគាត់បានរកឃើញថាជាក្មេងស្រីអាគីហើយគាត់មានការភ្ញាក់ផ្អើលអាគីក៏មានការភ្ញាក់ផ្អើលផងដែរពួកគេទាំងពីរត្រូវបានឲ្យចូលក្នុងទំនាក់ទំនងคล้ายៗប៉ុន្តែនៅពេលនោះកន្លែងនោះចាប់ផ្ដើមត្រូវបំផ្លាញហើយពួកគេក៏ខ្លាចជាភ័យខ្លាចនៅពេលនោះវាលេចចេញមកថាសមាជិកក្រុមម៉ាហ្វីយ៉ាឈរការពារអាគីដែលជាកូនស្រីមេដឹកនាំរបស់ពួកគេចង់ចាប់ជំរិតសមាជិកក្រុមរបស់ឪពុករបស់រីយ៉ូបន្ទាប់មកឪពុករបស់រីយ៉ូនិងឪពុករបស់អាគីបាននេះចេញមកនិយាយជាមួយពួកចៅចាប់ជំរិតពួកគេបានដឹងពីអាគីនិងរ៉ូមថាពួកគេស្រឡាញ់គ្នាទៅវិញទៅមកសាតូដែលជាជំនួយការរបស់ឪពុករបស់អាគីមានការសង្ស័យមានរឿងឆ្លាតចូលមួយដែលមិនមែនជាកំហុសរបស់គាត់ទេហើយពួកគេសម្រេចចិត្តតាមដានកូនរបស់ពួកគេដើម្បីផ្ទៀងផ្ទាត់ថាតើពួកគេបង្ហាញទំនាក់ទំនងคล้ายៗឬអត់យើងសង្កេតឃើញថាពេលនោះរ៉ូមនិងអាគីមានការខឹងសម្បារនឹងអ្វីដែលបានកើតឡើងប៉ុន្តែពួកគេត្រូវបានបង្ខំឲ្យបង្ហាញទំនាក់ទំនងคล้ายៗថ្ងៃបន្ទាប់យើងបានរកឃើញថាពួកគេមានថ្ងៃឈប់សម្រាកហើយនឹងមិនទៅសាលារៀនទេអាគីបានទៅរករ៉ូមនិងសុំឲ្យគាត់ចេញទៅខាងក្រៅជាមួយនាងនៅពេលអាគីឃើញថាគាត់បានបដិសេធមិនចេញទៅក្រៅជាមួយនាងពេលនោះនាងក៏វាគាត់ហើយចាប់ផ្ដើមនិយាយនាងធ្វើឲ្យគេដឹងថាសាតូកំពុងឃ្លាំមើលបន្ទាប់មករកយល់ព្រមតាមសំណើរបស់នាងនិងចេញទៅក្រៅជាមួយនាងបន្ទាប់មកទៀតពួកគេបានក៏សម្គាល់ឃើញថាសមាជិកនៃក្រុមម៉ាហ្វីយ៉ាទាំងពីរកំពុងឃ្លាំមើលពួកគេហើយពួកគេមានការភ័យខ្លាចបន្ទាប់ពីរបានទៅជាមួយពួកគេទៅភោជនីយដ្ឋានគាត់បន្តស្រមៃថាគាត់កំពុងអង្គុយជាមួយមិត្តរួមថ្នាក់របស់គាត់យូគីនឹងគាត់ក៏មានសេចក្តីសុខបន្ទាប់មកគាត់បានឃើញសាតូនិងបាក់ពួករបស់គាត់កំពុងឃ្លាំមើលពួកគេហើយស្រមៃថាពួកគេដឹងពីទំនាក់ទំនងคล้ายៗរបស់ពួកគេបន្ទាប់មកមនុស្សរបស់ឪពុកគាត់បានលេចមុខឡើងហើយវីតបជាមួយក្រុមនោះបន្ទាប់ពីរស់ស្រមៃថាយូគីមានការភ័យខ្លាចជំនួសគាត់ដោយសារតែសង្គ្រាមនោះក្រោយមកគាត់ក៏យល់ព្រមញ៉ាំបាយពួកបរិសបានមករំខានពួកគេនិងបន្តញញៃដាក់អាគីមានកំហឹងចំពោះរឿងដែលបានកើតឡើងហើយចង់វីពួកគេប៉ុន្តែរ៉ូមិនចង់ឲ្យនាងខ្លាចជាឃាតទេហើយក៏បានទាញនាងចេញពីទីនោះបន្ទាប់មកទៀតគាត់ឃើញថានាងបានចាប់ផ្ដើមប្រកែកជាមួយពួកគេដោយនិយាយថានាងចេះវិធីវីពួកគេប៉ុន្តែគាត់ប្រាប់នាងថាបើធ្វើបែបនោះនាងនឹងខ្លាចជាមនុស្សដូចពួកគេដែរថ្ងៃបន្ទាប់ពួកគេបានទៅសាលារៀនហើយបានឃើញសិស្សានុសិស្សដឹងថាពួកគេស្រឡាញ់គ្នារមានភាពភ័យខ្លាចហើយព្យាយាមបដិសេធចំពោះអ្វីដែលបានកើតឡើងនៅពេលនោះអាគីក៏បានណែនាំឈ្មោះរបស់ពួកគេទៅកាន់ពួកគេមួយសន្ទុះក្រោយមកយើងបានឃើញសិស្សម្នាក់ដើរទៅរកអាគីនិងព្យាយាមចូលចិត្តនាងប៉ុន្តែសាតូបានដើរទៅប្រកែកជាមួយគាត់និងប្រាប់ឲ្យគាត់នៅឲ្យឆ្ងាយពីនាងបន្ទាប់មកអាគីបានដើរចេញពីទីនោះដោយមានអារម្មណ៍ខកចិត្តរ៉ូបានគាត់សម្គាល់ឃើញថានាងនៅម្នាក់ឯងនិងគ្មានមិត្តភក្តិឡើយបន្ទាប់មកម៉ោងសិក្សានៅសាលារៀនបានបញ្ចប់ហើយអាគីកំពុងអង្គុយម្នាក់ឯងនាងបានឃើញថារ៉ូបានមករកនាងនិងបានប្រគល់សៀវភៅកំណត់ហេតុមួយក្បាលដល់នាងបន្ទាប់មកគាត់ប្រាប់នាងថាសៀវភៅកំណត់ហេតុនោះមានព័ត៌មានអំពីសិស្សពូកែដែលនាងអាចរាប់អានជាមិត្តបានហើយក្នុងចំណោមនោះមានមិត្តរបស់គាត់គឺយូគីថ្ងៃបន្ទាប់មកពួកគេបានឃើញថាសិស្សានុសិស្សយកសៀវភៅកំណត់ហេតុរបស់អាគីហើយឃើញថានាងបានសរសេរឈ្មោះរបស់ពួកគេនិងអ្វីដែលពួកគេចូលចិត្តវាហាក់ដូចជាអាគីមានការខ្មាស់ចំពោះរឿងដែលបានកើតឡើងពេលនោះយូគីក៏បង្ហាញខ្លួនហើយចាប់ផ្ដើមនិយាយជាមួយនាងព្រមទាំងសុំរាប់អានជាមិត្តបន្ទាប់ពីមិត្តរបស់យូគីបានក្លាយជាមិត្តរបស់នាងដែរនោះនាងក៏ទៅសរសេរឈ្មោះរបស់ខ្លួនក្នុងសៀវភៅកំណត់ហេតុរកឃើញនាងចាប់ផ្ដើមរាប់អានសិស្សដទៃហើយក៏មានសេចក្តីសុខថ្ងៃបន្ទាប់មកមានសិស្សថ្មីម្នាក់ចូលរៀននៅសាលារៀនហើយប្រាប់ថាឈ្មោះសាន់ឌី
រកឃើញនាងហើយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយប្រាប់នាងថាគាត់មិនស្គាល់នាងទេគាត់ឃើញថានាងចាប់ផ្ដើមធ្វើឲ្យគាត់នឹកឃើញដល់ខ្លួនឯងហើយប្រាប់គាត់ថាធ្លាប់បានជួបគាត់កាលពីពួកគេនៅក្មេងពេលទី3រកឃើញនាងពាក់ខ្សែសង្វាក់និងសោហើយមានការសង្ស័យថានាងគឺជាក្មេងស្រីដែលគាត់បានសន្យាថានឹងរៀបការជាមួយប៉ុន្តែនៅពេលនោះអាគីក៏សម្គាល់ឃើញជំនួយការរបស់សាតូកំពុងតាមដានពួកគេហើយសាន់ឌីប្រាប់គាត់ថានាងគឺជាសង្សាររបស់គាត់បន្ទាប់ពីរដឹងថាពួកគេកំពុងត្រូវគេតាមដានហើយប្រាប់សាន់ឌីថាពួកគេស្រឡាញ់គ្នាទៅវិញទៅមកសាន់ឌីមានការជឿចាប់យ៉ាងខ្លាំងចំពោះរឿងដែលបានកើតឡើងហើយក៏សន្លប់បាត់ស្មារតីបន្ទាប់មកសាតូឡើងទៅនិយាយជាមួយរនៅលើដំបូលសាលារៀនពេលនោះរប្រាប់គាត់ថាគាត់ស្រឡាញ់នាងហើយបន្តឆ្លោះប្រកែកជាមួយគាត់វាហាក់ដូចជាអាគីកំពុងលួចស្ដាប់ហើយមានអារម្មណ៍ដឹងពីចិត្តគំនិតរបស់គាត់ចំពោះនាងបន្ទាប់ពីសាតូដកកាំភ្លើងចេញមកនិងទាមទារឲ្យគាត់បង្ហាញក្តីស្រឡាញ់ដែលមានចំពោះនាងរមានការភ័យខ្លាចចំពោះគាត់ហើយក៏រត់គេចខ្លួនបាត់ទៅនៅពេលនោះសាតូបន្តបាញ់គ្រាប់កាំភ្លើងដាក់គាត់ប៉ុន្តែបន្ទាប់មករោមធ្លាក់ចូលទៅក្នុងទឹកហើយសន្លប់បាត់ស្មារតីបន្ទាប់ពីសាតូរកឃើញគាត់សន្លប់ហើយគាត់ក៏ដើរចេញទៅបន្ទាប់មកអាគីខ្លួនឡើងហើយបានសង្គ្រោះគាត់ដោយជោគជ័យបន្ទាប់ពីរីយ៉ូភ្ញាក់ពីគេងគាត់ឃើញនាងនៅក្បែរគាត់អាគីក៏សម្គាល់ឃើញថាគាត់មានខ្សែសង្វាក់និងសោហើយប្រសិនបើគាត់ជាក្មេងប្រុសតូចដែលបានផ្ដល់កូនសោឲ្យនាងសម្រាប់សោនោះគាត់បានបង្ហាញថាគាត់បានសន្យាថានឹងរៀបការជាមួយនាងហើយនៅតែស្វែងរកនាងនៅពេលនោះអាគីបានវាយគាត់ព្រោះគាត់មិនស្គាល់ឈ្មោះស្រីដែលគាត់បានសន្យាថានឹងរៀបការជាមួយនោះទេបន្ទាប់មកអ្នកទាំងពីរបានដើរលេងជាមួយគ្នាសាន់ឌីបន្តឃ្លាំមើលពួកគេមួយសន្ទុះក្រោយមកសាន់ឌីបង្ហាញខ្លួនជាមួយក្រុមប៉ូលីសហើយចូលទៅសុំឲ្យរីយ៉ូអនុញ្ញាតឲ្យនាងសិក្សាជាមួយពួកគេសមាជិកនៃក្រុមទាំងពីរឃើញហេតុការណ៍នេះហើយមិនអាចធ្វើអ្វីបានទេព្រោះសាន់ឌីគឺជាកូនស្រីរបស់មន្ត្រីប៉ូលីសជាន់ខ្ពស់និងមានមន្ត្រីការពារនាងបន្ទាប់មករីយ៉ូក៏សម្គាល់ឃើញថាខ្សែសង្វាក់របស់សាន់ឌីគ្មានកូនសោទេហើយបានដឹងថានាងមិនមែនជាក្មេងស្រីដែលគាត់បានសន្យាថានឹងរៀបការជាមួយនោះទេបន្ទាប់មកយើងឃើញរីយ៉ូដើរជាមួយអាគីប៉ុន្តែសមាជិកក្រុមម៉ាហ្វីយ៉ាបានបង្ហាញខ្លួននិងបង្ខំឲ្យពួកគេនៅជាមួយគ្នាពួកគេចង់បញ្ជាក់ថាតើទំនាក់ទំនងរបស់ពួកគេគឺជាការក្លែងបន្លំមែនឬក៏អត់នៅពេលនោះរីយ៉ូបានកត់សម្គាល់ឃើញថាអាគីខ្លាចភាពងឹតហើយក៏បានចិត្តនាងប៉ុន្តែបន្ទាប់ពីនោះមកគាត់បានព្យាយាមជួយនិងបំបែកទ្វារប៉ុន្តែនៅពេលដែលពួកគេរកឃើញពួកគេនៅជាមួយគ្នាគាត់ក៏បានដើរចេញពីពួកគេទៅក្នុងអំឡុងពេលនេះយូគីស្ថិតនៅផ្ទះហើយដាក់ខ្សែសង្វាក់ចូលទៅក្នុងប្រអប់ពួកយើងបានដឹងនៅពេលនោះថាយូគីដឹងថារីយ៉ូគឺជាក្មេងដែលនាងបានជួបកាលពីនាងនៅក្មេងប៉ុន្តែមួយនាងគិតថាគាត់បានភ្លេចសន្យារបស់ពួកគេព្រោះគាត់ស្រឡាញ់អាគីថ្ងៃស្អែកឡើងសិស្សម្នាក់បានចាប់ផ្ដើមនិយាយអំពីល្ខោនដែលពួកគេនឹងត្រូវសម្ដែងហើយយូគីបានប្រាប់ពួកគេឲ្យសម្ដែងល្ខោនរ៉ូមេអូនិងជូលៀតនៅពេលនោះរីយ៉ូចងចាំពេលដែលគាត់បានឃើញក្មេងស្រីតូចម្នាក់អានប្រឡំលោករ៉ូមេអូនិងជូលៀតហើយចាប់ផ្ដើមមានការសង្ស័យថាយូគីគឺជាក្មេងស្រីដែលគាត់បានសន្យាថានឹងរៀបការជាមួយបន្ទាប់ពីនោះមកពួកសិស្សបានសម្រេចចិត្តថារីយ៉ូនិងអាគីគឺជាអ្នកដែលត្រូវសម្ដែងក្នុងរឿងនោះពួកគេបានទៅម្ដងទៀតរីយ៉ូបានក៏សម្គាល់ឃើញថាអាគីមានភាពរីករាយហើយក៏បានសួរនាងពីមូលហេតុនាងបានបង្ហាញឲ្យដឹងថានាងមានសេចក្តីសុខព្រោះនាងត្រូវបានរួចផុតពីការឃ្លាំមើលរបស់សាតូបន្ទាប់ពីពួកសិស្សបានទៅដល់កន្លែងដែលពួកគេត្រូវហាត់សមអាគីបានរកឃើញថាសាតូបានទិញកន្លែងនោះដើម្បីឲ្យគាត់អាចបន្តឃ្លាំមើលនាងនៅពេលយប់យើងឃើញពួកសិស្សកំពុងធ្វើទេសភាពក្លាហានហើយរីយ៉ូបានដឹងថាគាត់នឹងត្រូវនៅក្រុមជាមួយយូគីអាគីគឺនៅជាមួយសិស្សម្នាក់ទៀតពួកគេបានធ្វើទេសភាពក្លាហានប៉ុន្តែអាគីខ្លាចខ្មោចខ្លាំងខ្លាយហើយរត់គេចខ្លួនចេញពីទីនោះបន្ទាប់ពីរដឹងពីមិត្តភ័ក្តិរបស់ខ្លួនថាអាគីបាត់ខ្លួនគាត់ក៏បានចាក់ចេញភ្លាមដោយសារតែភាពបារម្ភចំពោះនាងហើយក៏បានចេញទៅរកអាគីបន្ទាប់មកគាត់បានឃើញនាងអង្គុយតែម្នាក់ឯងនិងខ្លាចភាពងឹតអាគីមានសេចក្តីសោមស្រីករាយព្រោះគាត់បានជួយនាងហើយនាងក៏ដើរជាមួយគាត់បន្ទាប់មកយើងឃើញនាងចាប់ផ្ដើមនិយាយជាមួយគាត់អំពីទំនាក់ទំនងខ្លាំងខ្លាយរបស់ពួកគេនិងសួរថាតើពួកគេអាចមានសុភមង្គលយ៉ាងដូចម្តេចប្រសិនបើពួកគេស្រឡាញ់គ្នាពិតប្រាកដនៅពេលនោះរកប្រាប់នាងថាពួកគេនឹងឆ្លោះប្រកែកគ្នាជានិច្ចព្រោះនាងខ្លាំងពេកនឹងចូលចិត្តអំពើហិង្សាយើងឃើញនៅពេលនោះថាអាគីមានការឈឺចាប់ព្រោះនាងចាប់ផ្ដើមចូលចិត្តគាត់ប៉ុន្តែបែរជារក្សាតួអង្គធ្វើជារីករាយទៅវិញយើងឃើញយូគីមើលខ្សែសង្វាក់ហើយមិត្តភក្តិរបស់នាងគឺសាន់ឌីក៏បង្ហាញខ្លួននឹងសួរនាងអំពីរឿងខ្សែសង្វាក់នោះបន្ទាប់ពីយូគីពន្យល់គ្រប់យ៉ាងដល់នាងនិងប្រាប់នាងអំពីក្មេងប្រុសតែបានសន្យាថានឹងរៀបការជាមួយនាងគេក៏បានលាតត្រដាងថាអាគីបានលួចស្ដាប់ការសន្ទនារបស់ពួកគេហើយដឹងថានាងគឺជាក្មេងស្រីដែលរកកំពុងស្វែងរកអាគីមានអារម្មណ៍ថាខ្លួនបានចូលមកចន្លោះពួកគេហើយសម្រាប់ចិត្តដើរចេញពីរោដើម្បីឲ្យគាត់អាចរស់នៅជាមួយក្មេងស្រីដែលគាត់កំពុងស្វែងរកថ្ងៃបន្ទាប់របានដឹងពីមិត្តភក្តិរបស់គាត់ថាអាគីបានត្រឡប់ទៅផ្ទះម្នាក់ឯងបន្ទាប់មកគាត់បានរកឃើញនាងនៅសាលារៀនដែលនាងកំពុងនិយាយថានាងនឹងមិនភ្លេចការឈឺចាប់នេះទេសិស្សានុសិស្សមានការភ្ញាក់ផ្អើលនឹងនាងហើយសួរនាងពីមូលហេតុប៉ុន្តែបដិសេធមិនពន្យល់ដល់ពួកគេនិងស្នើឲ្យយូគីមកសម្ដែងតួនាទីក្នុងល្ខោនកម្មវិធីសម្ដែងជំនួសនាងវិញបន្ទាប់ពីនោះយើងឃើញរ៉ូដាទៅរកអាគីនិងប្រាប់នាងថាអរិយាប័ត្ររបស់នាងប្លែកខ្លាំងណាស់ប៉ុន្តែគាត់បែរជាឃើញនាងបដិសេធមិនពន្យល់ពីអ្វីដែលបានកើតឡើងគាត់ប្រាប់នាងថាគាត់ស្អប់នាងហើយនៅពេលនោះអាគីក៏បានវាយគាត់រួចដើរចេញទៅរកត់សម្គាល់ឃើញថានាងមានសកម្មភាពបែបដោយសារមូលហេតុជាក់លាក់មួយហើយមិនមានចិត្តខឹងនាងឡើយពេលនោះថ្ងៃល្ខោនក៏មកដល់ហើយវាច្បាស់ណាស់ថាយូគីកំពុងតែមានក្តីសុខពីព្រោះនាងនឹងត្រូវដើរតួជាជូលៀតនៅពេលនោះអាគីបានមកដល់ហើយបានដឹងថារីយ៉ូមានខ្សែសង្វាក់និងសោហើយនៅតែចាំសន្យារបស់គាត់ចំពោះនាងនៅពេលនោះដែរយូគីបានដឹងថាអាគីបានបោះបង់តួនាទីជាជូលៀតចោលដើម្បីព្យាយាមផ្សះផ្សាពួកគេទាំងពីរហើយបានសួរនាងថាតើបានបោះបង់តួនាទីក្នុងល្ខោននេះដើម្បីនាងឬទេអាគីប្រាប់នាងថានាងមិនបានចាប់អារម្មណ៍ក្នុងការសម្ដែងល្ខោននេះទេហើយក៏ពុំសត់ចូលចិត្តរីយ៉ូដែរថែមទាំងយល់ថារីយ៉ូគឺជាមនុស្សល្ងងម្នាក់និងមិនអាចចាប់អារម្មណ៍លើគាត់ឡើយមួយសន្ទុះក្រោយមកយូគីកំពុងដើរហើយក៏
ធ្លាក់ពីលើជណ្ដាលបណ្ដាលឲ្យរបួសជើងនិងមិនអាចសម្ដែងល្ខោនបន្តទៀតបាននាងបានសុំទោសមិត្តភ័ក្តិរបស់នាងរីយ៉ូចាប់ផ្ដើមនិយាយជាមួយអាគីនិងចិត្តនាងបន្ទាប់ពីអាគីនិងរីយ៉ូបានសម្ដែងល្ខោនរួចពួកគេមានភាពខ្មាស់អៀននិងមិនហ៊ានមើលមុខគ្នាទៅវិញទៅមកទេរីយ៉ូបានកត់សម្គាល់ឃើញថាអាគីបានភ្លេចក្បាលកន្លែង script ហើយប្រាប់នាងឲ្យនិយាយអ្វីដែលនាងនឹកឃើញក្នុងចិត្តប៉ុន្តែបែរជានាងចាប់ផ្ដើមមានភាពភ័យព្រួយនឹងឆ្លុះប្រកែកជាមួយគាត់ទៅវិញនៅពេលនោះរីយ៉ូក៏ចាប់ផ្ដើមខឹងនិងឆ្លុះប្រកែកជាមួយនាងដូចគ្នាពួកសមាជិកក្រុមគ្រប់ជនពៀបានឃើញរឿងដែលកំពុងកើតឡើងហើយគិតថាវាជាផ្នែកមួយនៃការសម្ដែងល្ខោនបន្ទាប់ពីរីយ៉ូចាប់ផ្ដើមបញ្ចេញអារម្មណ៍ពិតទៅកាន់នាងក្នុងពេលសម្ដែងល្ខោនគាត់ក៏ចាប់ផ្ដើមនឹកឃើញអនុស្សាវរីយ៍ចាស់និងឃើញថាអាគីធ្លាប់បានបដិសេធមិនព្រមលែងដៃគាត់ហើយកំពុងនិយាយជាមួយគាត់យើងឃើញថានៅពេលនោះយូគីកំពុងមើលការសារភាពស្នេហ៍របស់គាត់ទៅកាន់នាងហើយមានអារម្មណ៍រំជួលចិត្តដោយដឹងថាគាត់ពិតជាស្មោះត្រង់ជាមួយនាងពិតមែនមិនមែនគ្រាន់តែសម្ដែងទេមួយសន្ទុះក្រោយមកយើងឃើញអាគីចាប់ផ្ដើមនិយាយជាមួយគាត់និងប្រាប់គាត់ថាយូគីគឺជាស្រីដែលគាត់កំពុងស្វែងរកបន្ទាប់មកនាងក៏ដើរទៅផឹកថ្នាំពុលនិងសម្ដែងចុងក្រោយនៃរឿងល្ខោនរីយ៉ូមានការតក់ស្លុតចំពោះនឹងបានដឹងពីមូលហេតុដែលធ្វើឲ្យនាងវីគាត់នឹងឃ្លាតឆ្ងាយពីគាត់ប៉ុន្តែភ្លាមនោះគាត់ក៏បានដើរទៅសម្ដែងចុងក្រោយនៃល្ខោននិងធ្វើអត្តឃាតខ្លួនឯងបន្ទាប់មកអាគីក៏បានសួររីយ៉ូដើម្បីជួបនាងនៅលើដំបូលសាលារៀនបន្ទាប់មកយើងឃើញរីយ៉ូឡើងទៅលើដំបូលសាលារៀនហើយជួបជាមួយយូគីនៅពេលនោះដែរគាត់បានដឹងថាអាគីធ្វើបែបនេះគឺដើម្បីនាំពួកគេមកជួបគ្នាអាគីឃើញពួកគេនិយាយគ្នាក៏ចាប់ផ្ដើមយំហើយសម្រេចចិត្តបំភ្លេចស្នេហារបស់នាងចំពោះគាត់រួចដើរចេញពីទីនោះនៅពេលនោះយើងឃើញរីយ៉ូចាប់ផ្ដើមសុំទោសយូគីដោយប្រាប់នាងថាគាត់មិនអាចរៀបការជាមួយនាងនិងបំពេញសន្យាជូននាងបានទេគាត់ប្រាប់នាងថាគាត់ស្រឡាញ់អាគីហើយមិនអាចបោះបង់នាងបានទេពេលនោះយូគីប្រាប់គាត់នឹងសុំឲ្យគាត់ទៅរកអាគីដើម្បីសារភាពស្នេហ៍ចំពោះនាងបន្ទាប់ពីរីយ៉ូដើររកគាត់បានដឹងពីសាលារៀនថាអាគីត្រៀមនឹងធ្វើដំណើរចេញក្រៅប្រទេសពេលនោះគាត់សម្រេចចិត្តបើកឡានទៅកាន់អាកាសយានដ្ឋានបន្ទាប់មកគាត់ក៏ឃើញផ្លូវស្ទះខ្លាំងដោយសារតែប៉ូលីសប៉ុន្តែនៅពេលនោះសាន់ឌីដែលជាកូនស្រីរបស់មន្ត្រីប៉ូលីសបានលេចមុខមកជួយឲ្យគាត់ឆ្លងកាត់បានយ៉ាងលឿនបន្ទាប់ពីរីយ៉ូទៅដល់អាកាសយានដ្ឋានហើយប្រទេសជួបនឹងក្រុមសមាជិកម៉ាហ្វីយ៉ាពិសេសរបស់ឪពុកនាងគាត់បានបន្តប្រយុទ្ធជាមួយពួកគេនិងប្រាប់ពួកគេថាគាត់ស្រឡាញ់នាងចុងក្រោយពួកគេក៏ព្រមតាមសំណើរបស់គាត់ហើយអនុញ្ញាតឲ្យគាត់ចូលក្នុងអាកាសយានដ្ឋានប៉ុន្តែបន្ទាប់មកសាតូបានលេចមុខឡើងដោយនឹកឃើញពីអំណាចគ្រប់គ្រងរបស់ខ្លួនលើនាងនិងចង់កម្ចាត់គាត់ចោលទោះជាយ៉ាងណានៅពេលនោះគាត់ដឹងខ្លួនថាគាត់ពិតជាស្រឡាញ់នាងហើយក៏សម្រេចចិត្តថយចេញវិញពេលនោះអាគីនៅខាងក្នុងយន្តហោះហើយមានអារម្មណ៍ក្រៀមក្រំព្រោះនាងត្រូវលាទៅកាន់គាត់ប៉ុន្តែនៅពេលនោះនាងក៏ឃើញគាត់លេចមុខមកហើយស្រែកហៅនាងជាប់បន្ទាប់ពីអាគីខត់យន្តហោះហើយចេញមកប្រាប់គាត់ថានាងមិនមែនជាស្រីដែលគាត់កំពុងស្វែងរកនោះទេរីយ៉ូបានសារភាពស្នេហ៍ចំពោះនាងនិងប្រាប់នាងថាគាត់មិនអាចរស់នៅគ្មាននាងបានទេពេលនោះអាគីប្រាប់គាត់ថានាងស្អប់គាត់ដូចធម្មតានិងបានសារភាពអារម្មណ៍ពិតរបស់នាងទៅកាន់គាត់ដោយបញ្ជាក់ថាគាត់គឺជាមនុស្សដែលនាងស្រឡាញ់សេរីរបស់យើងចប់ត្រឹមនេះហើយសូមចុច like និង subscribe ជួបគ្នាក្នុងរឿងភាគបន្ត